ថ្ងៃនេះ Channel No Day ចំណេះដឹងប្រចាំថ្ងៃនឹងលើកយកប្រធានបទចំណេះដឹងហិរញ្ញវត្ថុដែលយើងគួរដឹងប្រចាំជីវិតខាងក្រោមជាពេលវេលាបែងចែកសមត្ថភាពនិងមាតិកាដែលបានរាយការណ៍នៅក្នុងវីដេអូនេះគោលដៅសិក្សា Learning Objectives ថ្ងៃបន្ទាប់នេះអ្នកនឹងអាចហៅថានឹងពន្យល់អំពីមូលដ្ឋានហិរញ្ញវត្ថុបច្ចេកទេសនិងគន្លឹះបង្កើតថវិកានិងគ្រប់គ្រងទឹកប្រាក់បរិច្ឆេទ cash flow ផ្ដាំសន្សំព្រមទាំងបង្កើតមូលនិធិសង្គ្រោះ emergency fund ការគ្រប់គ្រងបំណុលនិងប្រព័ន្ធបង់បំណុល debt payoff ពន្យល់មូលដ្ឋានវិនិយោគ risk return diversification compound interest ចូលចិត្តនឹងរៀបចំផែនការពាក់ព័ន្ធជីវិត insurance retirement tax basics និងការពារខ្លួនពីការលួចទន់សេចក្តីលំអិតមាតិកា detailed content 1. ការចាប់ផ្ដើមគំនិតហិរញ្ញវត្ថុនិងគោលការណ៍មូលដ្ឋានចិត្តគំនិតហិរញ្ញវត្ថុស្គាល់គោលបំណង goals រៀបចំពីភាពអាចទទួលការបាត់បង់ risk tolerance និងច្បាស់លាស់ជាក់ស្ដែង financial clarity ការលម្អគំនិតខុសៗគ្រឿងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីសន្សំបំលែងជាផែនការអាចចាប់ផ្ដើមពីតិចៗពាក្យសំខាន់ប្រាក់ចំណូល income ចំណាយ expenses សន្សំ savings វិនិយោគ investment បំណុល debt ទ្រព្យសម្បត្តិ assets បំណុលសរុប liabilities ទ្រព្យសម្បត្តិសុទ្ធ net worth លំហាត់ខ្នាតសំខាន់គណនា net worth បង្ហាញវិធីគណនាពីទ្រព្យសម្បត្តិមិនច្រើនជាង3វិនាទីឧទាហរណ៍ទ្រព្យស្មើនឹង10លានរៀលបំណុលស្មើនឹង4លានរៀលនោះ net worth ស្មើនឹង6លានរៀល 2. ថវិកានិងចរន្តប្រាក់ budget and cash flow កម្មវិធីជាក់ស្ដែងគោលការណ៍5តទៅ3តទៅ2 50% សម្រាប់អ្វីដែលសំខាន់ necessities ផ្ទះអាហារនិងការដឹកជញ្ជូន30% សម្រាប់ចំណង់ចំណូលចិត្ត wants និង20% សម្រាប់សន្សំបំណុលបង់ត្រឡប់ឬវិនិយោគឧទាហរណ៍ចំនួនទូទៅអាចប្ដូរតាមតំបន់និង income បើមានប្រាក់ខែ 15,000 រៀល 50% ស្មើនឹង 15,000 រៀលគុណនឹង 0.5 ស្មើនឹង 75,000 រៀល 30% ស្មើនឹង 15,000 រៀលគុណនឹង 0.3 ស្មើនឹង 450,000 រៀលនិង 20% ស្មើនឹង 15,000 រៀលគុណនឹង 0.2 ស្មើនឹង 300,000 រៀលជំហានចេញផែនការ 1. សរសេរ net income ប្រាក់ដែលកាត់ថ្លៃពន្ធនិងកាត់ផ្សេងរួច 2. បែងចែកតាមក្រុម fixed versus variable expenses 3. កំណត់គោលដៅសន្សំ short term medium term long term 4. តាមដានរាល់សប្តាហ៍ឬខែប្រើ Excel ឬ App លំអិតថាសំបុក spreadsheet ដែលផ្ដោតទៅលំហាត់អនុវត្តសរសេរចូលសៀវភៅកិច្ចការ worksheet សរសេរចំណូលនិងចំណាយ3ខែចុងក្រោយសូមរកទីកន្លែងដែលអាចកាត់ចំណាយបាន 10% 3. សន្សំនឹងមូលនិធិសង្គ្រោះ emergency fund and saving habits មូលនិធិទុកសង្គ្រោះលក្ខណៈគួរមានប្រាក់សម្រាប់3ទៅ6ខែនៃចំណាយគ្រួសារបើជា freelancer អាចតម្រូវ6ខែទៅ12ខែវិធីសន្សំកំណត់ automated transfer ប្រភេទដូច pay yourself first បង្កើតគណនីផ្សេងសម្រាប់ emergency fund ធនាគារឬ saving account មានការចេញផ្សេងគន្លឹះកុំយកមូលនិធិសង្គ្រោះទៅវិនិយោគដែលមានភាពញឹកញាប់រក្សាឲ្យងាយដកប្រាក់ចេញលំហាត់គណនាបើចំណាយប្រចាំខែ 900,000 រៀលមូលនិធិ3ខែស្មើនឹង 2,7,000 រៀល6ខែស្មើនឹង 5,400,000 រៀល 4. បំណុលនិងអ៊ីនធន debt and credit ប្រភេទបំណុល good debt education mortgage ផ្ទុយពី bad debt credit card with high interest គន្លឹះគ្រប់គ្រងអភិវឌ្ឍ debt repayment plan snowball versus avalanche snowball បងបំណុលតូចជាមុនចំណង់ចំណូលចិត្តចំណេះដឹងផ្នែកចិត្ត avalanche
បងបំណុលដែលមានអត្រាការប្រាក់ខ្ពស់ជាងមុនសន្សំអត្រាចំណាយប្រាក់ច្រើនជាងគណនាឧទាហរណ៍ងាយរំដឹងបើមានបំណុលពីកាតអ៊ីនធន2លានរៀល 18% ក្នុងមួយឆ្នាំស្វែងរកអំពី monthly interest ចំនួន2លានរៀលគុណនឹង 18% ចែកនឹង12ស្មើនឹង 30,000 រៀលក្នុងមួយខែកាតអ៊ីនធននិងពិន្ទុអ៊ីនធនប្រើកាតអ៊ីនធនដោយយកចិត្តទុកដាក់ប្រើប្រាក់មុនហើយត្រូវបង់ត្រឡប់គ្រប់ត្រឹមត្រូវតាមពេលវេលាដើម្បីជៀសវាងការបងពីណៃនឹងការប្រាក់ខ្ពស់ការប្រើប្រាស់កាតអ៊ីនធន credit utilization ព្យាយាមប្រើប្រាស់ទឹកប្រាក់ក្នុងការតិចជាង 30% នៃ limit សរុបបើប្រើតិចនោះពិន្ទុអ៊ីនធនល្អងាយខ្ពស់សម្រាប់ស្នើសុំអ៊ីនធនផ្សេងលំហាត់បង្កើតតារាងបង់ amortization យ៉ាងសាមញ្ញសម្រាប់បំណុលមួយបង្ហាញថាវាកាត់បំណុលក្នុងរយៈពេល12ទៅ36ខែយ៉ាងដូចម្តេច5វិនិយោគ investing fundamentals គោលការណ៍មូលដ្ឋាន risk versus return diversification time horizon liquidity ប្រភេទទ្រព្យសកម្មភាគហ៊ុន stocks ប្រាក់ដើម្បីរកចំណេញ bonds កម្រិតផ្សេង mutual funds ឬ ETFs ផែនទីធនាគារ fixed deposit អចលនទ្រព្យ real estate កំណត់កម្រិតបញ្ចូលចាប់ពីមូលដ្ឋាន index funds ឬ ETFs សម្រាប់អ្នកចាប់ផ្ដើម low cost diversified ការប្រាក់ផ្សំ compound interest រូបមន្តគណនា FV ស្មើ PV គុណនឹង1បូក R ស្វ័យគុណ N FV ស្មើតម្លៃអនាគត PV ស្មើតម្លៃបច្ចុប្បន្ន R ស្មើអត្រាការប្រាក់ N ស្មើចំនួនឆ្នាំឧទាហរណ៍បើអ្នកវិនិយោគ 1000 USD នៅអត្រា 6% ក្នុងមួយឆ្នាំរយៈពេល10ឆ្នាំ FV ស្មើ 1000 គុណនឹង1បូក 0.06 ស្វ័យគុណ10ប្រហែល 1000 គុណនឹង 1.79084ប្រហែល 1790.85 USD អ្វីដែលកើតឡើងប្រាក់ដែលអ្នករកបានត្រូវបានរកបញ្ចូលក្នុងការគណនាឆ្នាំបន្ទាប់ប្រាក់លើប្រាក់ការលឿនជាងការប្រាក់ធម្មតាការបន្ថែមរៀងរាល់ខែបើអ្នកបន្ថែមលើអ៊ីណាទិនរៀងរាល់ខែឧទាហរណ៍50ទៅ$100ក្នុងមួយខែតម្លៃអនាគតកើនឆាប់លឿនយ៉ាងខ្លាំងព្រោះមិនត្រឹមតែទឹកប្រាក់ទៅដើមកើនប៉ុន្តែប្រាក់បន្ថែមរៀងរាល់ខែក៏ទទួលបានប្រាក់លើប្រាក់រួមផងដែរផែនការវិនិយោគពិតប្រាកដកំណត់គោលដៅទិញផ្ទះ retirement education rate of return ស្មើឬចំណាំដែលគួររំពឹង historical equities ស្មើ6ទៅ10% long term bonds lower ខាងលើជាការបញ្ជាក់ទូលំទូលាយមិនមែនជាការធានាអនុវត្តសម្រួលការបែងចែក asset allocation តាមអាយុឧទាហរណ៍អាយុ30ស្មើ 70% stocks និង 30% bonds ជាឧទាហរណ៍ប៉ុណ្ណោះការគ្រប់គ្រងហានិភ័យ rebalance ប្រចាំឆ្នាំជៀសវាងខ្លាចពេលទីផ្សារធ្លាក់ market timing 6ពាក់ព័ន្ធជីវិតធានារ៉ាប់រងការចុះថ្លៃចិន្តាពន្ធនិងការពារ insurance ធានារ៉ាប់រង health life property home auto disability គោលការណ៍ insure big risks you can't afford retirement planning ផ្ដល់អនុសាសន៍ចូលសន្សំស្មើ10ទៅ15% នៃប្រាក់ចូលសរុបว่าអាចទៅកាន់ retirement accounts pension provident fund ឬ personal investment tax basics
ចេះពីអ្វីដែលអាចដក deductions និងការរៀបចំពន្ធប្រចាំឆ្នាំ ស្នាក់លើខ្ពស់ពេលដាក់ផែនការ ការពារព័ត៌មាននិងការជ្រុះបញ្ឆ្លន់ fraud prevention កុំចែកអត្តសញ្ញាណ PIN ឬ OTP ជាមួយអ្នកណា ត្រួតពិនិត្យ statement ធនាគារ ឬកាតរក្សាបានរៀងរាល់ខែ ជៀសវាងការជឹកលើ link ខុស ឬការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីមែលមិនប្រក្រតី លំហាត់ឃ្លី រាយនាមធានារ៉ាប់រងដែលអ្នកអាចនឹងត្រូវការ និងអំពើដែលត្រូវតែមើលឲ្យច្បាស់ 7. សង្ខេបនិងផែនការបន្ទាប់ សង្ខេបមុខងារ មានថវិកា សន្សំ emergency បង់បំណុល វិនិយោគ គ្រប់គ្រងធានារ៉ាប់រងនិងពន្ធ សកម្មភាព7ថ្ងៃ 1. សរសេរចំណូលនិងចំណាយខែនេះ 2. បង្កើតឬជាប់ស៊ីស្ទែមចែកប្រាក់សន្សំទាបស្វ័យក្រឹត 3. កំណត់គោលដៅសុទ្ធ 3 ខែនិង 1 ឆ្នាំ 4. អ្នកមានបំណុលចាប់ផ្ដើមផែនការបង់ snowball ឬ avalanche 5. បើមិនមាន emergency fund ចាប់ផ្ដើមពី 5% នៃចំណូលរួច 6. ស្វែងរកការប្រឹក្សាទុន financial advisor ប្រសិនបើអ្នកមានភាពស្មុគស្មាញ 7. ធ្វើ audit ព័ត៌មានហិរញ្ញវត្ថុរាក់ទាក់រៀងរាល់ 6 ខែ សំណួរចម្លើយ តើខ្ញុំគួរសន្សំប៉ុន្មាន ចាប់ពី 5% បើចាប់ផ្ដើម ដាក់លក្ខណៈទៅ 10 ទៅ 20% នៅពេលសមរម្យ តើខ្ញុំគួរវិនិយោគប្រភេទណា បើថ្មី consider low fee index funds ឬ diversified ETFs បើខ្ញុំមានបំណុលខ្ពស់តើគួររៀបចំដូចម្តេច បង្កើត budgeting បង់យ៉ាងតឹងរ៉ឹង អនុវត្តវិធី snowball ឬ avalanche និងជៀសវាងបន្ថែម inactin ថ្មីនោះ